យ៉ាងម៉េចហើយជីវិត Jadon Sancho នៅក្នុងពេលនេះក្លឹបណាក៏មិនចង់បានដែរមិនថា Chelsea ឬក៏ Manchester United ផ្ទាល់ក៏ដោយ Chris Wheeler ពីខាង Daily Mail បានរាយការណ៍ថាខាងក្លឹប Chelsea មាន option ក្នុងការដោះលែងកីឡាករ Jadon Sancho ឲ្យត្រឡប់មកកាន់ក្លឹបបិសាចក្រហម Manchester United វិញនៅរដូវក្តៅនេះទោះបីជាមានកិច្ចសន្យាពីដំបូងថាប្រសិនបើក្លឹប Chelsea មិនធ្លាក់ក្រោមលំដាប់លេខរៀងទី14ក្នុងតារាង Premier League ទេនោះក្លឹប Chelsea គឺត្រូវតែទិញដាច់ Jadon Sancho ក្នុងតម្លៃពី22លានទៅ25លានផោនប៉ុន្តែខណៈពេលនេះខាងក្លឹប Chelsea ផ្ទាល់ក៏ទំនងជាមិនមានបំណងក្នុងការទិញផ្ដាច់កីឡាករមួយរូបនេះដែរដូចនេះមានភាគរយខ្ពស់មែនទែនថា Jadon Sancho នឹងត្រឡប់មកកាន់ទឹកដី Old Trafford វិញលក្ខខណ្ឌក្នុងការផ្ដាច់កិច្ចសន្យាទិញដាច់កីឡាករមួយរូបនេះគឺ Chelsea ត្រូវតែបង់លុយពិន័យឲ្យក្លឹប Man U ជាតម្លៃលុយមហាសាលក្នុងនាមខុសកិច្ចសន្យាគ្នាដូចខាងលើដោយ Jadon Sancho នេះមានបញ្ហាជាមួយគ្រូបង្វឹករបស់ Manchester United ព្រោះបញ្ហាវិន័យនិងកីឡាករផ្ទាល់មិនមានភាពជា professional មកហ្វឹកហាត់មិនទៀងទាត់និងគ្មាន passion ក្នុងការជួយក្លឹបទៀតផងនិងថ្មីនេះនៅពេលដែល Marcus Rashford ចេញពី Man U ទៅ Sancho ផ្ទាល់ក៏មក comment នៅក្នុង post របស់ Rashford ផ្ទាល់ថា freedom អញ្ចឹងកីឡាករមួយរូបនេះលែងមានន័យអីទៀតហើយជាមួយនឹងខាងក្លឹបផ្ទាល់ក៏ដូចជា fans របស់បិសាចទាំងអស់ទៅមុខក៏មិនបានថយក្រោយក៏មិនកើតហើយរងចាំមើលទាំងអស់គ្នាថាក្លឹប Chelsea នឹងទិញផ្ដាច់កីឡាករ Jadon Sancho ពីក្លឹបបិសាចក្រហមឬក៏អត់